đây bong bóng YouTube phao video mỗi ba này cùng sao phao nhật vậy là bong bóng thôi ngàyนี้ចង់និយាយសម្ដែងសនាគ្នាបន្តិចតែតើនៅប្រធានបទ MMO ទៀតណាព្រោះតែយើងអត់ដឹងនិយាយពីអីឥឡូវនិយាយពី MMO បន្តិចទៅណោះឃើញថាបងប្អូនមួយចំនួនមួយរយៈនេះដូចថាតុនដៃតុនជើងឬក៏ដូចជាបាក់ទឹកចិត្តមួយទំហឹងដោយសារតែការផុសវីដេអូឬក៏ការផុសរូបអីអត់សូវមានអ្នកចុច like ឬក៏ឲ្យបេះដូងឬក៏ចូលទៅមើលវីដេអូអញ្ចឹងណាបងប្អូនខ្ញុំសុំផ្ដាំបន្តិចណាពាក្យថាធ្វើ MMO មិនងាយស្រួលទេបើសិនជាធ្វើ MMO ងាយស្រួលប្រជាជនពិភពលោកគេធ្វើអស់ហើយអញ្ចឹងបងប្អូនត្រូវយកចិត្តទុកដាក់បន្តិចក្នុងការដែលយើងចង់ខ្លាចខ្លួនជា MMO ម្យ៉ាងទៀតខ្ញុំចង់បញ្យល់បន្តិចណាពាក្យថា MMO ជាអ្វីហើយជាបងប្អូនមួយចំនួនអត់ទាន់ដឹងពាក្យថា MMO ទេ MMO មានន័យថាម៉េច make money online គឺរកលុយតាមរយៈ online មិនមែនលាក់លេខបូកទីតាំងលក់ផលិតផលទេណា MMO ហ្នឹងគឺដោយសារតែរយៈដែល Facebook គេបើកឲ្យការលុយមកឃើញថានិយាយរួមចំនួនមុនចំនួននេះខ្ញុំគិតថាដូចជាចំនួនទី2ហើយខ្ញុំមិនដឹងថាខ្ញុំនិយាយត្រូវខុសប៉ុន្តែខ្ញុំគិតថាចំនួនទី2ចំនួនទី1គឺ Facebook បើកឲ្យរកលុយភ្លាមម្នាក់មានអារម្មណ៍ថារំភើបតាំងពីគេបើកឲ្យ star មកណាគឺម្នាក់ទម្លាក់កុំset up ដាក់ធនាគារពេញហ្នឹងទាំងគេទាំងខ្ញុំគឺដាក់ដូចគ្នាប៉ុន្តែគួរឲ្យសោកស្ដាយ star គឺអត់មានអត្ថប្រយោជន៍នោះទេលុះត្រាតែគេទិញ star ហ្នឹងដោយបង់លុយរួចហើយឃើញវីដេអូយើងគេពេញចិត្តគេឲ្យ star យើងហើយទើបយើងបានលុយពី Facebook ការចំនួនហ្នឹងវាមានដូចជាad break ឬក៏ real ad break ឬក៏ add on real ហើយ ad break ហ្នឹងគឺយ៉ាងម៉េច real ហ្នឹងយ៉ាងម៉េច ad break គឺជាវីដេអូវែង real គឺជាវីដេអូខ្លីដល់ពេលបច្ចុប្បន្នខ្ញុំគិតថាជាចំនួនទី2ហើយក៏មិនដឹងគឺយើងអត់មាន ad break ឬក៏ real ទេគឺគេបង្រួមមកចូលតែមួយគឺគេហៅថា CM content monetization ណាគឺដែល MMO តែងតែហៅថា CM តែពិត MMO មិនមែនថារឿងរកលុយតាមតែ Facebook ទេ MMO គឺច្រើន MMO គឺយើងមានតាំងពី TikTok យើងមានតាំងពី YouTube យើងមានតាំងពី Gmail ច្រើនណាស់តែយើងអាចរកលុយនៅតាម online បានយើងមានច្រើនតែគ្រាន់ថា Facebook គឺជា social media សារខ្មែរថាវេទិកាសង្គមដែលមនុស្សភាគច្រើនចិត្តលេងអញ្ចឹងបងប្អូនគឺថាលេងទី1គឺបានសុបាយទី2អាចរកចំណូលបានតែគ្រាន់ថាខ្ញុំសូមផ្ដាំថាបើសិនជាដាក់ចិត្តថារកលុយពី Facebook យើងមិនអាចធ្វើលេងបានទេបើយើងដាក់ចិត្តធ្វើគឺយើងធ្វើដោយយើងស្រឡាញ់យើងផុសវីដេអូយើងផុសរូបឬក៏យើងធ្វើយ៉ាងម៉េចដើរទន្ទឹមគ្នាជាមួយនឹងគោលការណ៍របស់គេទើបយើងឆាប់បានអ្វីដែលយើងចង់បានវីដេអូក្រោយខ្ញុំនឹងនិយាយលម្អិតអំពីអ្វីទៅដែលការរកលុយតាមរយៈ online make money online គឺវាមានច្រើនហើយចាំខ្ញុំនិយាយមួយតែឥឡូវនេះគឺយើងដល់ទីបញ្ចប់ហើយសម្ដែងសនាគ្នាប៉ុណ្ណឹងបានហើយអូខេបាយបាយ